រមណីយដ្ឋានភ្នំប្រុសភ្នំស្រីស្ថិតនៅក្នុងឃុំក្រឡាស្រុកកំពង់សៀមមានចម្ងាយ7គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមនិងពីភ្នំពេញ114គីឡូម៉ែត្រវត្តឆ្វេង500ម៉ែត្រវត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនភ្នំប្រុសនៅចំទិសខាងជើងមានចម្ងាយ1000ម៉ែត្រគេឃើញមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រីចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកែតរកូតជាច្រើនទៀតដែលមានឈ្មោះហៅថាភ្នំដងរ៉ែកភ្នំលីភ្នំឈូកភ្នំប្រុសជាភ្នំមួយដែលមានរាងទួលនិងមានកម្ពស់30ម៉ែត្រហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំនៅលើភ្នំនេះមានព្រះវិហារខ្ពស់មួយដែលមានកំពូល7យកគំរូតាមប្រាសាទបន្ទាយសេរីវិហារនៅលើភ្នំប្រុសមាន2នៅទន្ទឹមគ្នាជាមួយវិហារចាស់សាងនៅសម័យសង្គមរាស្ត្រនិយមដែលមានកំពូល2និងមួយទៀតកំពុងតែសាងសង់នៅក្រោមព្រះវិហារមានគំនរចេតិយមួយដ៏ធំដែលមានកម្ពស់ប្រមាណ15ម៉ែត្រដែលកសាងដោយព្រះគ្រូចៅអធិការទី1ព្រះនាមកៅសូចេតិយនេះពីដើមឡើយមានកំពូលព្រំមុខ4ធ្វើអំពីស្ពាន់និងមានដាំត្បូងភ្លឹបភ្លែតយ៉ាងភ្លឺចិញ្ចែងទៀតផងប៉ុន្តែដោយសារនៅសម័យខ្មែរក្រហមចេតិយនេះត្រូវបានគេបំផ្ទុះគ្រាប់បែកផ្ដួលរំលំខ្ទេចខ្ទីដើម្បីយកកំណប់ដែលបានតម្កល់ទុកតាំងពីជំនាន់បារាំងនោះលុះដល់សម័យមានសន្តិភាពក្រោយមកទើបចេតិយថ្មីនេះត្រូវបានកសាងសារជាថ្មីឡើងវិញចំណែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃជាច្រើនក្រៅពីនេះនៅលើភ្នំប្រុសយើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាមក្នុងឆ្នាំ1975-79ភ្នំប្រុសគឺជាមន្ទីរឃុំឃាំងមួយដ៏ធំសម្រាប់ធ្វើទារុណកម្មប្រជាពលរដ្ឋខ្មែរក្នុងខេត្តកំពង់ចាមមានចម្ងាយពីភ្នំប្រុសប្រមាណ300ម៉ែត្រភ្នំស្រីក៏បានទាក់ទាញភ្ញៀវទេសចរឲ្យឡើងទៅទស្សនារៀងរាល់ថ្ងៃផងដែរចណ្ដារឡើងភ្នំស្រីមានចំនួន217កាំបើគិតជាកម្ពស់ភ្នំមានចំនួន114ម៉ែត្រប៉ុន្តែអ្វីត្បិតប្រឹងឡើងរៀងតាំងជើងបន្តិចក៏ពិតមែនទេសភាពធម្មជាតិមិនលុបដើមឈើនិងខ្យល់អាកាសស្រស់ស្រាយនៅទីនោះក៏នៅតែលើកទឹកចិត្តភ្ញៀវទេសចរឲ្យចំណែកប្រឹងឡើងទាល់តែដល់កំពូលភ្នំហើយបន្តរីករាយជាមួយទេសភាពនៅជុំវិញនោះថែមទៀតនៅលើកំពូលភ្នំស្រីមានទីតាំងតូចល្មមនិងឃើញមានសល់ព្រះវិហារបាក់បែកដែលពុំទាន់ជួសជុលនៅឡើយនៅទីនោះពុំមានព្រះសង្ឃគង់នៅទេមានតែដូនជីដែលនៅចាំថែរក្សាបោសសម្អាតនិងរកបច្ច័យដើម្បីកសាងព្រះវិហាររមណីយដ្ឋាននេះគឺសម្បូរទៅដោយភ្ញៀវជាតិនៅពេលមានបុណ្យទានប្រពៃណីខ្មែរយើងដូចជាបុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌដែលមានមនុស្សច្រើនកុះករទោះបីបាត់បង់នៅសម្បត្តិវប្បធម៌អស់មួយចំនួនក៏ពិតមែនប៉ុន្តែភ្នំប្រុសភ្នំស្រីក៏នៅតែជារមណីយដ្ឋានទេសចរណ៍វប្បធម៌2នៅទន្ទឹមគ្នាដែលបន្សល់ទុកនៅសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនទៀតសម្រាប់ឲ្យភ្ញៀវទេសចរជាតិអន្តរជាតិចូលទៅទស្សនានិងរីករាយកម្សាន្តជាមួយសម្រស់ទេសភាពធម្មជាតិនៅជុំវិញភ្នំទាំងពីរអមដោយខ្យល់អាកាសបរិសុទ្ធក្រោមម្លប់ឈើត្រឈៃមន្ទីរទេសចរខេត្តកំពង់ចាមនឹងរៀបចំរមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រភ្នំប្រុសភ្នំស្រីឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតដើម្បីត្រៀមចូលរួមប្រឡងប្រណាំងធ្នូចលនាទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អនិងបដិសណ្ឋារកិច្ចល្អនៅកម្រិតថ្នាក់ជាតិសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ